ស្ដីបងប្អូនថ្ងៃនេះសូមធ្វើការចែករំលែកនៅចំណេះដឹងមួយទៀតតាក់ទងជាមួយនឹងពាក្យថា balloon taxonomy តើពាក្យ balloon taxonomy នេះមានអត្ថន័យវាម៉េចនៅពេលដែលគេនិយាយថា balloon taxonomy តើគេសំដៅទៅលើអីគេខ្លះតាមពិតទៅពាក្យ balloon taxonomy នេះគឺមកពីពាក្យពេញរបស់វា Benjamin Samuel Bloom Benjamin Samuel Bloom នេះគឺជាឈ្មោះរបស់អ្នកប្រាជ្ញម្នាក់ដែលតាក់ទងជាមួយនឹងការអប់រំដែលគេយកពាក្យ balloon នេះទៅធ្វើការដាក់ជាមួយនឹង taxonomy អញ្ចឹងគេកាត់យក balloon ទៅនៅសល់ balloon taxonomy ហើយ taxonomy នេះគឺជាការធ្វើវិទ្យាសាស្ត្រដែលគេធ្វើខាងវត្តករមានន័យថាការចែកកម្រិតថ្នាក់អញ្ចឹងការចែកកម្រិតថ្នាក់របស់ balloon បាទរបស់លោក balloon ដែលលោក balloon នេះតាមឯកសារគឺសំដៅតាមឯកសារគឺគេថាគាត់នឹងកើតនៅខែកុម្ភៈថ្ងៃទី21ឆ្នាំ1913ដល់ខែកញ្ញាថ្ងៃទី13ឆ្នាំ1999ហើយគឺជាជនជាតិអាមេរិកកាំងអញ្ចឹងគាត់បានរកឃើញទ្រឹស្ដីនឹងដែលដាក់ថា Bloom taxonomy ហើយទ្រឹស្ដីរបស់គាត់ហ្នឹងគឺចែកចេញជា6កម្រិតដែលគេសំដៅទៅលើការកម្រិតនៅក្នុងការដាក់សំណួរទៅឲ្យសិស្សអញ្ចឹងការដាក់សំណួរទៅឲ្យសិស្សគឺឈលលើគោលការណ៍ Bloom taxonomy ពីកម្រិតដែលស្រួលរហូតទៅដល់កម្រិតដែលពិបាកអញ្ចឹងទាំងអស់មាន6កម្រិតយើងទៅមើលអាកម្រិតទាំង6ហ្នឹងទាំងអស់គ្នាបាទដែលកម្រិតទី1គឺសំដៅទៅលើ remembering ដែលខ្មែរយើងបកថាការចងចាំមានន័យថាជាប្រភេទកម្រិតសំណួរដែលសិស្សត្រូវតែធ្វើការចងចាំនៅចម្លើយទើបអាចឆ្លើយនៅសំណួរនឹងបានមានន័យថាត្រឹមតែការចងចាំទេនេះជាកម្រិតដំបូងនៅក្នុងទ្រឹស្ដី Bloom taxonomy ហ្នឹងហើយចំណុចមួយទៀតចំណុចបន្ទាប់មានន័យថាជាកម្រិតដែលពិបាកជាងហ្នឹងបន្តិចគឺកម្រិតទី2ដែលគេឲ្យឈ្មោះថា understanding នេះយើងបកជាខ្មែរថាការយល់ដឹងកម្រិតនៃការយល់ដឹងមានន័យថាគ្រាន់តែការចងចាំ remembering ហ្នឹងចំណុចទី1គ្រាន់តែការចងចាំមួយម៉ាត់គឺយើងមិនអាចឆ្លើយនៅសំណួរនឹងបានទេលុះត្រាតែទាមទារឲ្យសិស្សមានសមត្ថភាពអាចយល់ដឹងនៃសំណួរនឹងទៀតទើបយើងអាចឆ្លើយនៅសំណួរនឹងបានអញ្ចឹងចូលដល់កម្រិតទី2មានន័យថាសិស្សរៀងធ្វើការធ្ងន់ជាងមុនបន្តិចចូលដល់កម្រិតទី3គឺ applying នេះយើងបកជាខ្មែរគឺការអនុវត្តមានន័យថាបន្ទាប់ពីសិស្សចងចាំបន្ទាប់ពីសិស្សយល់ដឹងឈានទៅដល់ការអនុវត្តមានតែដឹងហើយគឺអនុវត្តបានទៀតអញ្ចឹងជាកម្រិតប្រភេទសំណួរដែលសិស្សទាមទារឲ្យសិស្សហ្នឹងអាចអនុវត្តកើតទើបអាចឆ្លើយនៅសំណួរហ្នឹងបានកម្រិតទី4គឺជាកម្រិតបន្ទាប់ដែលមានឈ្មោះថា analyzing មានន័យថាការវិភាគបន្ទាប់ពីឆ្លងកាត់3កម្រិតមកឈានទៅដល់កម្រិតទី4សិស្សត្រូវតែមានសមត្ថភាពក្នុងការវិភាគនៃសំណួរហ្នឹងទើបអាចឆ្លើយនៅសំណួរហ្នឹងបានអញ្ចឹងអានេះរៀងបាក់ជាងមុនបន្តិចកម្រិតទី4នេះ analyzing កម្រិតបន្ទាប់គឺកម្រិតទី5ជាកម្រិតដែលរៀងបាក់ជាងមុនបន្តិចដែលភាសាអង់គ្លេសគេហៅថា evaluating ដែលខ្មែរយើងគេហៅថាការវាយតម្លៃនេះមានន័យថាសិស្សអនុវត្តបានសិស្សវិភាគបានហើយវាយតម្លៃចេញមានសមត្ថភាពក្នុងការវាយតម្លៃចេញទើបអាចឆ្លើយនៅកម្រិតសំណួរនឹងបានចំណែកឯកម្រិតទី6គឺជាកម្រិតចុងក្រោយបំផុតហើយក៏ជាប្រភេទកម្រិតសំណួរដែលពិបាកជាងគេដែរក្នុងចំណោមទាំងអស់ហ្នឹងព្រោះអីវាជាកម្រិតចុងក្រោយដែលកម្រិតទី6នេះភាសាអង់គ្លេសគេហៅថា creating ដែលភាសាខ្មែរយើងបកថាការបង្កើតនេះជាកម្រិតសំណួរដែលទាមទារឲ្យសិស្សមានសមត្ថភាពក្នុងការបង្កើតវាបានទើបអាចឆ្លើយនៅសំណួរនឹងបានអញ្ចឹងឆ្លងកាត់បន្តបន្ទាប់តាំងពីកម្រិតទី1គឺ remembering កម្រិតទី2 understanding កម្រិតទី3 applying កម្រិតទី4 analyzing កម្រិតទី5 evaluating កម្រិតទី6 creating បន្តបន្ទាប់ហ្នឹងមកគឺវាពិបាកតែម្ដងរហូតដល់ចំណុចទី6នេះគឺពិបាកជាងគេអញ្ចឹងមានន័យថាសិស្សអាចបង្កើតបានទើបអាចឆ្លើយនៅសំណួរនឹងបានបាទអញ្ចឹងរាល់6កម្រិតរបស់ Bloom taxonomy គឺត្រូវបានយកមកប្រើប្រាស់នៅក្នុងការតាក់តែងវិញ្ញាសាឬក៏សំណួរសម្រាប់សិស្សប្រឡងនៅក្នុងសាលា
អញ្ចឹងយើងយល់ហើយថាពាក្យ Bloom Taxonomy ដែលគេតែងតែនិយាយហ្នឹងគឺសំដៅទៅលើអីគេបាទអញ្ចឹងសូមអរគុណសម្រាប់ការតាមដានទស្សនាស្ដាប់បាទជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណ